រឿងចៅស្រទប់ចេកតាក់តែងឡើងដោយអ្នកនិពន្ធយុះងិននិពន្ធឡើងនៅឆ្នាំ1889ការសង្ខេបរឿងចៅស្រទប់ចេកនៅស្រុកនិគមក្រៀមមានសេដ្ឋីម្នាក់មានឈ្មោះថាធុនសេដ្ឋីដែលបានរៀបការជាមួយភរិយាម្នាក់ជាយូរឆ្នាំមកហើយប៉ុន្តែមិនមានបុត្រសម្រាប់ស្នងត្រកូលទេថ្ងៃមួយមានបុរសម្នាក់រស់នៅឯស្រុកឆ្ងាយមានបំណងមករកស៊ីហើយមានបំណងចង់មកខ្ចីបុលពីសេដ្ឋីបានរៀបរាប់ប្រាប់សេដ្ឋីអំពីវត្តព្រះធាតុដែលមានបារមីអស្ចារ្យប្រាថ្នាអ្វីតែងតែបានសម្រេចឮដូចនេះសេដ្ឋីក៏ឲ្យបុរសនោះជូនទៅដោយឲ្យឈ្នួលក្នុងមួយថ្ងៃមួយចិញ្ចៀនប្រាក់ពេលធ្វើដំណើរដល់វត្តព្រះធាតុធុនសេដ្ឋីបានជួបនឹងភុកសេដ្ឋីនៅឯប្រច័នក្រៀមមកធ្វើពិធីបួងសួងសុំបុត្រដូចគ្នាក៏យកគ្នាធ្វើជាក្លាំរៈដោយសារផលបុណ្យពីជាតិមុនភរិយាធុនសេដ្ឋីក៏ប្រសូតបានបុត្រាដែលមានរូបរាងស្អាតជាងទារកដទៃទៀតលុះរំលងបាន1ឆ្នាំភុកសេដ្ឋីក៏ប្រសូតបានបុត្រីដ៏ស្រស់ស្អាតដែរដោយភ្ជាប់ពាក្យសម្ដីជាមួយគ្នាសេដ្ឋីទាំងពីរក៏បានធ្វើដន្លងជាមួយគ្នាហេតុតែស្រឡាញ់ការធ្វើបុណ្យដាក់ទានធុនសេដ្ឋីក៏ចែកចាយទ្រព្យសម្បត្តិរបស់ខ្លួនឲ្យជនក្រីក្ររហូតអស់ពីខ្លួនថ្ងៃមួយធុនសេដ្ឋីធ្លាក់ខ្លួនឈឺធ្ងន់រហូតទទួលមរណភាពដោយសារបុណ្យដែលបានសាងក៏កើតទៅជាព្រះឥន្ទកោសីនៅឋានសួគ៌ចំណែកភរិយាពេលប្តីស្លាប់ទៅមិនបានបន្សល់ទុកទ្រព្យសម្បត្តិអ្វីសម្រាប់ធ្វើបុណ្យក៏សម្រេចចិត្តលក់ផ្ទះសម្បែងយកប្រាក់មកធ្វើបុណ្យសពប្តីលុះពេលធ្វើពិធីបុណ្យចប់សពគ្រប់នាងក៏នាំបុត្រចាក់ចេញពីភូមិដើរសុំទានគេដើម្បីចិញ្ចឹមជីវិតដោយមិនអាចទ្រាំទ្រនឹងជីវភាពប្រចាំថ្ងៃបាននាងក៏នាំបុត្រទៅប្រច័នក្រៀមដើម្បីពឹងពាក់ភុកសេដ្ឋីដែលជាខ្លារបស់ខ្លួនប៉ុន្តែជាលទ្ធផលគេមិនទទួលស្គាល់ហើយជាប្រមាថវីធ្វើបាបម្ដាយនិងកូនដោយខ្លាចកូនត្រូវគេវីធ្វើបាបនាងបានរងដំបងជំនួសកូនរហូតដល់ស្លាប់រីឯកុមារតូចដោយគ្មានអ្វីធ្វើបុណ្យសពម្ដាយក៏យកត្បូងដែលឪពុកឲ្យយកទៅដូរក្តាំឈូសដាក់សពហើយនៅខ្វះក្រណាត់រុំសាកសពទើបកុមារនោះដោះសម្លៀកបំពាក់ទៅរុំចំណែកខ្លួនឯងក៏យកស្រទប់ចេកមករុំជំនួសវិញជារៀងរាល់ថ្ងៃកុមារនេះតែងតែដើរសុំទានគេយកមកសែនឲ្យសពម្ដាយបានគម្រប់3ខែកុមារនេះក៏បានសុំលាសពម្ដាយដើម្បីស្វែងរកការសិក្សាតាមបណ្ដាំរបស់ម្ដាយក្រោយមកកុមារក៏បានជួបនឹងលោកអាចារ្យហើយក៏បានសុំនៅបម្រើចំណែកនាងកេសរមីលីជាកូនលោកភុកសេដ្ឋីហេតុតែមានភក្តីភាពចំពោះចៅស្តុបចេកក៏រកល្បិចសុំលោកឪពុកមកលក់ក្រណាត់នៅឯផ្សារដើម្បីងាយស្រួលស៊ើបសួរព័ត៌មានអំពីចៅស្តុបចេកពេលជួបចៅស្តុបចេកនាងមានបំណងចង់ជួយនឹងសារភាពស្នេហាដែលនាងមានប៉ុន្តែត្រូវចៅស្តុបចេកបដិសេធការបដិសេធនេះបានធ្វើឲ្យនាងកេសរមីលារងទុក្ខយ៉ាងខ្លាំងនាងក៏ប្រើល្បិចចាប់ចៅស្តុបចេកដោយចោទប្រកាន់ថាបានលួចប្រាក់នាងធ្វើនេះក្នុងគោលបំណងចង់ដឹងពីមូលហេតុរបស់ចៅស្តុបចេកចៅស្តុបចេកត្រឡប់មកដល់ផ្ទះក៏បែកគំនិតសុំលោកអាចារ្យធ្វើនំអាកោលោកដើម្បីបានកម្រៃខ្លះយកមកទិញសម្លៀកបំពាក់ថ្មីនឹងគេជាពិសេសបានជួបនឹងនាងកេសរមីលានាងកេសរមីលាតែងតែទិញនំរបស់ចៅស្តុបចេកទាំងអស់ជារៀងរាល់ថ្ងៃចំណែកនៅឯនគរហង្សាវតីព្រះមហាក្សត្រមានតែបុត្រីមិនមានបុត្រាដើម្បីស្នងរាជបន្តក៏ប្រកាសឲ្យពួកចៅហ្វាយស្រុកដើរកេណ្ឌមនុស្សប្រុសមករាជធានីក្នុងគោលបំណងស្វែងរកអ្នកមានបុណ្យតែមិនបានសម្រេចព្រះអង្គក៏ផ្សងតាមដំរីសវិញមុនពេលចេញដំណើរទៅរាជធានីចៅស្តុបចេកបានទៅលានាងកេសរមីលាដោយសន្យា3ឆ្នាំវិលមកវិញលុះដូច្នេះនាងក៏បានរៀបចំរបស់របរក្នុងហឹបប្រគល់ទៅឲ្យចៅស្តុបចេកពេលទៅដល់រាជធានីចៅស្តុបចេកត្រូវលោកអាចារ្យឲ្យនៅចាំរងស្នាក់នៅខណៈនោះព្រះឥន្ទដែលជាបិតាចៅស្តុបចេកក៏ក្លែងខ្លួនធ្វើជាតាចាស់យករបស់របរមកផ្ញើហើយផ្ដាំថាបើឮសន្ធឹកអ្វីអូអចៅត្រូវយករបស់ទាំងអស់ដែលមាននៅក្នុងថង់នោះមកពាក់ដើម្បីកុំឲ្យបាត់របស់តាលុះឮសន្ធឹកសត្វដំរីសចៅស្តុបចេកក៏ទាញរបស់ទាំងនោះមកពាក់ពេលដំរីសមកដល់ក៏លុតជង្គង់ចុះ
ហើយលើកចៅសតុបចេកដាក់លើក្បាលហោះសំដៅមកព្រះបរមរាជវាំងដោយមានពួកទេវតាហែហំរំពងអាកាសជាហេតុធ្វើឲ្យផ្អើលអស់ប្រជានុរាស្ត្រសូម្បីតែព្រះមហាក្សត្រក៏យាងមកទតផងដែរលុះមកដល់ព្រះបរមរាជវាំងចៅសតុបជ័យត្រូវបានអភិសេកឲ្យឡើងសោយរាជជំនួសព្រះបាទធម្មរាជានិងអភិសេកជាមួយព្រះនាងកេសបុប្ផាដោយប្រកាន់នៅពាក្យសច្ចៈនិងភាពស្មោះត្រង់ចំពោះនាងកេសមាលាចៅសតុបជ័យបានសុំលាព្រះបិតាវិលត្រឡប់មកស្រុកប្រច័នក្រៀមជាមួយព្រះនាងកេសបុប្ផាដោយក្លែងជារាជសាមញ្ញពេលមកដល់ព្រះអង្គក៏បានតែងតាំងលោកគ្រូអាចារ្យឲ្យឡើងជាសម្ដេចចៅហ្វីមុននឹងចេញទៅពឹងពាក់លោកចៅហ្វាយស្រុកឲ្យទៅស្ដីដណ្ដឹងនាងកេសមាលាព្រះអង្គបានរៀបគម្រោងជាមួយសម្ដេចចៅហ្វីការស្ដីដណ្ដឹងនេះត្រូវទទួលបរាជ័យកើតជាការប្តឹងផ្តល់គ្នាទៅវិញទៅមកក្នុងការប្តឹងនេះចៅសតុបជ័យយកនាងកេសមាលាធ្វើជាសាក្សីនាងកេសមាលាបានសារភាពពីទោសកំហុសរបស់ឪពុកនាងជាហេតុធ្វើឲ្យចៅសតុបជ័យឈ្នះក្តីចំណែកឯឪពុកនាងត្រូវកាត់ទោសប្រហារជីវិតតែដោយសារការសុំលើកលែងទោសពីនាងកេសមាលាភុកសេដ្ឋីត្រូវជាប់គុក3ខែនាពេលបញ្ចប់បញ្ហាទេវវង្សកុមារក៏បានអភិសេកជាមួយនាងកេសមាលាហើយលើកនាងជាមហេសីពួកគេទាំង3នាក់រស់នៅជាមួយគ្នាយ៉ាងសុខសាន្តរីឯភុកសេដ្ឋីក្រោយពេលចេញពីគុកក៏ត្រូវបានតែងតាំងជាចៅហ្វាយស្រុកនៅឯប្រច័នក្រៀម